Ok ហ្នឹងហើយអ្នកនរគ្នាមុននឹងចូលដល់ការសម្ដែងរឿងសូមអ្នកនរគ្នាជួយ Subscribe មក Channel Admin 11ផងដើម្បី Admin មានកំណត់ចិត្តក្នុងការសម្ដែងរឿងបន្តទៀតក្រោយដែល Luffy បានវឹកហាត់ជាមួយនឹងរយលេខហើយសាច់រឿងរបស់យើងគឺចាប់ផ្ដើមនៅលើកោះដែល Luffy កំពុងតែវឹកហាត់នឹងឯងក្រោយមក Luffy គឺគាត់បានដើរទៅយកមួតរបស់គាត់ដែលគាត់ទុកតាំងពីរយៈពេល2ឆ្នាំមុនមកហើយចំណែកមនុស្សគ្រប់គ្នានឹងគឺបានទទួល Luffy ចំណែកសត្វដទៃទៀតដែលស្ថិតនៅលើកោះមួយហ្នឹងសត្វតែជាគ្នារបស់ Luffy បើមិនមែនគ្នា Luffy ចាប់ញ៉ាំអាំងបាត់ទៅហើយ Luffy គឺបាននិយាយដែរថាតោះដល់ពេលវេលាហើយសាច់រឿងគឺបានបង្វែរទៅដល់កោះសាប៉ាឌីឯនេះវិញដែលនៅពេលហ្នឹងគឺបានឃើញថា Nami គឺកំពុងតែអង្គុយនៅក្នុងផាប់មួយកន្លែងហើយនាងហ្នឹងគឺបានលឺមនុស្សជុំវិញខ្លួនចំណែកប្រូគឺបានមានវត្តមាននៅលើកោះសាប៉ាឌីនឹងដែរប៉ុន្តែប្រគំតន្ត្រីនៅទីហ្នឹងរយៈពេល2ឆ្នាំមុននេះប្រូពិតជាមាន fan ច្រើនមែនតើចំណែកសាន់ជីរបស់យើងនេះវិញគឺបានមកដល់កោះមួយហ្នឹងដែរឃើញសិតតែស្រីស្អាតពិតជាសប្បាយចិត្តមែនតើបានឃើញស្រីស្អាតហើយមនុស្សភេទទី3ក៏និយាយដែរថា Luffy កុំភ្លេចពួកគាត់ទាំងអស់គ្នាអីកុំភ្លេចទៅលេងពួកគាត់អីអញ្ចឹងទៅ Luffy និយាយដែរថាគាត់មិនទៅវិញទេទោះវាយគាត់ដល់ងាប់ក៏គាត់មិនត្រឡប់ទៅវិញដែរដោយឡែកចំណែកនៅក្នុងផាប់ដែល Nami កំពុងតែផឹកស្រាហ្នឹងឃើញថាក្រុមរបស់ Luffy កំពុងតែនៅទីហ្នឹងប៉ុន្តែក្រុមទាំងហ្នឹងសិតតែជាក្រុមខ្លាំងនោះទេហើយអបិដែលថាបន្លំខ្លួនធ្វើជា Luffy ហ្នឹងបានបបួល Nami ឲ្យផឹកស្រាជាមួយនឹងគាត់ប៉ុន្តែ Nami ថាពួកគេហ្នឹងមិនស័ក្តិសមនឹងផឹកស្រាជាមួយនឹង Nami នោះឡើយគេទាញកំភ្លើបំរុងតែបាញ់វាប្រហារទៅកាន់ Nami ប៉ុន្តែឧសភបានមកដល់ទាន់នឹងបានបាញ់វាប្រហារទៅកាន់ពួកគេមុនក្រោយតែឃើញឧសភភ្លាមហ្នឹងបែកគ្នាអស់រយៈពេល2ឆ្នាំ Nami បានទៅរត់ចាប់អបឧសភយកតែម្ដងហើយនាងហ្នឹងបានសួរដែរថាតើអរុក្ខជាតិទាំងហ្នឹងបានមកពីណាដែលឧសភនិយាយដែរថាវាពិតជាវែងឆ្ងាយខ្លាំងណាស់រុក្ខជាតិទាំងហ្នឹងគឺជារុក្ខជាតិ Pop Green ក្រោយតែវាបានដឹងអញ្ចឹងហើយហ្នឹង Nami បានចាប់ទាញឧសភចេញទៅខាងក្រៅហើយនាងហ្នឹងបានទុកនៅរន្ទះជាច្រើនបានបាញ់ទៅកាន់ពួកគេនៅក្នុងហាងមួយហ្នឹងក្រោយមកសាច់រឿងរបស់យើងគឺបានកាត់ទៅដល់ទីតាំងមួយផ្សេងទៀតនៃដើមឈើលេខ13ដែលមានឈ្មោះថាសាំងគីបាសម្លេងរបស់សាន់ជីនិយាយដែរថាអីគេអាសក់ក្បាលសារាយហ្នឹងវាមកដល់ទីហ្នឹងមុនគេហើយសាំងគីក៏បាននិយាយបន្តទៀតថា Franky គឺជាអ្នកដែលមកដល់ទី2ចំណែកមនុស្សដទៃទៀតគាត់អត់ទាន់ដឹងច្បាស់នោះទេហើយខាងរយលេខក៏និយាយដែរថាគាត់មកដល់ទីនេះហ្នឹងមុន Luffy រយៈពេល6ខែទៅទៀតចំណែកក្រុម Fight ទាំងអស់គ្នាណែវិញដែលកំពុងតែដើរហ្នឹងពួកគេគឺបានសម្លឹងមើលឃើញជាមួយនឹង Chopper ផងដែរក៏ដឹងដែរថានេះគឺជា Chopper ពិតប្រាកដហើយចំណែកខាង Zoro Sanji ខ្លាំងៗហ្នឹងគឺបានកេះប្រាប់ទៅកាន់ Robin ថានោះគឺជា Chopper ពិតប្រាកដ Chopper ពិតប្រាកដហ្នឹងគឺត្រូវបានគេទៅតក់តឲ្យញ៉ាំប៉ុន្តែពួកអ្នកទាំងហ្នឹងគឺបានចាប់ Robin មួយនឹងចេញទៅចំណែកពួករាជរដ្ឋាភិបាលណែវិញហ្នឹងគឺបាននិយាយដែរថាពួកគេត្រូវតែត្រៀមខ្លួនដើម្បីចាប់ទៅដល់ក្រុមរបស់ Luffy ដែលពួកគេនឹងមកជួបជុំគ្នានៅទីនេះចំណែកខាង Luffy ខ្លាំងៗហ្នឹងមិនរៀងនោះទេក្រោយពីត្រូវរងទទួលការវាយប្រហារអំពី Nami គឺបានដើរចេញមកប៉ុន្តែ Luffy គឺបានដើរបុកគេតែម្ដង Luffy ក៏និយាយសុំទោសទៅដល់គេផងដែរប៉ុន្តែអបិមួយហ្នឹងគឺមិនខ្វល់នោះទេនិយាយថាឲ្យ Luffy ឆាប់ត្រឡប់មកវិញតាមពិតទៅហ្នឹងគឺ Luffy ត្រូវបានបន្លំខ្លួនទៅដោយ Hancock ជាអ្នកតុបតែងឲ្យក្រោយមកហ្នឹង Luffy ខ្លាំងៗម្នាក់ហ្នឹងគឺគេបានយកកំភ្លើងទៅភ្ជាប់ជាមួយនឹង Luffy ហើយគឺបានបាញ់ទៅដល់ Luffyក្រោយតែបញ្ចប់ការអស់សាច់រឿងគឺបានកាត់ទៅដល់ខាង Robin ដែលនាងគឺបានទៅដល់សំពៅ Sunny គឺបានជួបគ្នាជាមួយនឹង Franky ដែលនៅពេលជាមួយនឹងគ្នានឹងផងដែរ Robin បាននិយាយដែរថានៅពេលនេះ Pro បានខ្លាចទៅជា Soul King មកទៅហើយដែលជាតារាចម្រៀងដ៏ល្បីហើយ Pro នឹងប្រហែលជាមិនត្រឡប់មកវិញនោះទេបើតាមតែមើលទៅហ្នឹងហើយនៅខាង Chopper របស់យើងឯនេះនឹងព្យាយាមប្រាប់ទៅកាន់ Luffy ខ្លាំងៗថា Robin ត្រូវបានគេចាប់ទៅហើយប៉ុន្តែពួកអា Luffy ខ្លាំងៗមួយនឹងវាមិនមែនតែខ្វល់ឯណាបាននិយាយដែរថាមិនខ្វល់នោះទេហើយដល់ពេលជាមួយនឹងគ្នានឹងបានបញ្ជាជាមួយនឹងឲ្យ Zoro ខ្លាំងៗនិង Sanji ខ្លាំងៗទៅត្រៀមចាត់ការជាមួយនឹង Luffy ពិតប្រាកដដែលបានបន្លំខ្លួននឹងឯងហើយចំណែករាជរដ្ឋាភិបាលដែលបាននៅទីតាំងហ្នឹងគឺបានខ្លំមើលទៅកាន់ពួកគេស្របពេលដែល Chopper ខាងពួកគេគឺបានរត់ចេញទៅពួករាជរដ្ឋាភិបាលបានគិតថាពួកក្រុមទាំងហ្នឹងគឺជាក្រុមពិតប្រាកដដែលតែឃើញ Chopper ពិតប្រាកដនៅក្បែរហ្នឹងគឺបានបញ្ជាជាមួយនឹងកងទ័ពជាច្រើនហ្នឹងឲ្យទៅចាប់ជាមួយនឹងពួកគេគ្រប់គ្នាដែលឡែកចំណែក Sanji របស់យើងហ្នឹងគឺបានចាក់ចេញអំពី Sakiba ហើយគាត់គឺបានដើរតែម្នាក់ឯងប្រទេសគ្នាជាមួយនឹងអ្នកលក់ត្រីម្នាក់ហើយគឺបានសួរអំពីដំណឹងរបស់ Zoro អ្នកលក់ត្រីម្នាក់ហ្នឹងគឺបានឃើញ Zoro ពិតមែនដោយចង់ដឹងកាន់តែច្បាស់ហ្នឹង Sanji គឺបានយក poster អំពី Zoro អ្នកលក់ត្រីនិយាយថាហ្នឹងហើយនឹងអាប៉ែនឹងឯងប៉ុន្តែគាត់ទិញត្រីហ្នឹងឡើងទៅច្រឡំទូត្រូវបានទូកមួយហ្នឹងលេចចូលទៅក្នុងសមុទ្រប៉ុន្តែនៅពេលជាមួយនឹងគ្នាហ្នឹងចាប់ដើមរញ្ជួយហើយអាទូកមួយហ្នឹងឯងសំទោសគ្នាយើងអាហ្នឹងសំពៅទេហើយ Zoro គឺបានកាត់សំពៅមួយហ្នឹងដាច់ជាពីរតែម្ដងនឹងចេញមកយ៉ាងសង្ហានឹងឯងធ្វើឲ្យ Sanji និយាយថាអាប៉ែហ្នឹងកាន់តែខ្លាំងដែលឡែកចំណែក Chopper នៅពេលដែលរត់ចេញទៅហ្នឹងរត់បណ្ដើរយំបណ្ដើរថាអ្នកគ្រប់គ្នាហ្នឹងប្លែកឲ្យប៉ុន្តែបែរជាបានជួបគ្នាជាមួយនឹង Nami ទៅវិញហើយបានជួបទាំងឧសភទៀតនៅពេលនេះ Chopper បានដឹងការពិតហើយថាពួកអ្នកទាំងហ្នឹងសុទ្ធតែជាមនុស្សខ្លាំងខ្លាយដែលឡែកចំណែកនៅខាង Luffy ឯនេះវិញនៅទីបំផុតគាត់បានទៅជួបគ្នាជាមួយនឹង Zoro និង Sanji ប៉ុន្តែពួកអ្នកទាំងហ្នឹងខ្លាំងខ្លាយនោះទេសាច់រឿងរបស់យើងគឺបានកាត់ទៅដល់ Zoro Sanji ពិតមែនឯនេះវិញដែលពួកគេទាំងពីរនាក់គឺកំពុងតែទាស់គ្នាដែល Sanji និយាយថាអាក្បាលស្លែគួរតែដើរតាមយើងឯងពូកែបង្វែងផ្លូវខ្លាំងណាស់ប៉ុន្តែ Zoro មានតែស្ដាប់
ដាប់ឯណាអ្នកទាំងពីរគឺចាប់ផ្ដើមចង់ប្រយុទ្ធគ្នានៅទីនឹងតែម្ដងប៉ុន្តែស្អីរឿងគឺបានបង្វែរទៅដល់កន្លែងមួយក្រុមទៀតនៅនេះវិញប៉ុន្តែតាហ៊ានម្នាក់ហ្នឹងត្រូវបានគេចាប់បានទៅហើយនៅពេលហ្នឹងផងដែរនេះគឺអាចោសមុំម្នាក់ហ្នឹងគឺបានចាប់ទៅកាន់បរិសម្នាក់ហ្នឹងគឺបានវាប្រហារទៅកាន់គេម្នាក់ដែលជាចោសមុំម្នាក់ហ្នឹងមានឈ្មោះថាការ៉េនប៉ាប៉ុន្តែនៅពេលជាមួយនឹងគ្នាហ្នឹងលូហ្វីខ្លាំងៗគឺបានមកដល់សម្បីតែលូហ្វីពិតប្រាកដហ្នឹងក៏មកដែរដោយសារតែគិតថានេះគឺជាសូរ៉ូនិងសាន់ជីពិតប្រាកដអីអញ្ចឹងទៅដោយមិនបានដឹងថាមានអ្នកបន្លំខ្លួននៅឡើយហើយលូហ្វីបាននិយាយថាអ្នកទាំងពីរមើលទៅពិតជាត្រូវគ្នាខ្លាំងណាស់មិនដូចជាសពរដងនោះទេប៉ុន្តែសាច់រឿងរបស់យើងគឺបានបង្វែរទៅដល់ Frankie ណែវិញដែលនៅពេលនេះអ៊ូស៊ុប Chopper ឯហ្នឹងគឺបានមកដល់សំពៅនឹងដែរហើយអ៊ូស៊ុបនិង Chopper ពិតជាស្រឡាញ់ជាមួយនឹងរូបរាងកាយថ្មីរបស់ Frankie ហើយនៅពេលជាមួយនឹងគ្នាហ្នឹង Frankie គឺបានអុចចិត្តជាមួយនឹងច្រមុះរបស់គាត់ច្រមុះរបស់គាត់គឺបានផ្លាស់ប្ដូរសក់របស់គាត់ជាច្រើនទម្រង់ដែលខាងណាមីឯនេះវិញហ្នឹងគឺបានអរគុណទៅដល់ Shaki ជាមួយនឹង Riley ដែលឡែកខាងទាហានជើងទឹកជាច្រើនបានទៅហុំព័ទ្ធជាមួយនឹងកន្លែងប្រជុំរបស់ Pro ហើយគឺបានចាប់ជាមួយនឹង Pro នៅទីហ្នឹងប៉ុន្តែ Pro គាត់និយាយដែរថាឥឡូវនេះគាត់នឹងប្រគំបទចម្រៀងចុងក្រោយរបស់គាត់ជាមួយនឹង concert របស់គាត់ចំណែក Riley របស់យើងហ្នឹងគឺបានប្រកល់ជាមួយនឹង Panty មួយឲ្យទៅដល់ Nami គឺជាក្បួនមួយចំនួននៃការចុះចូលទៅក្នុងសមុទ្រឧសបបានស្រែកសួរទៅកាន់ Riley តើ Luffy មកដល់ហើយឬនៅដែល Riley និយាយថាកុំព្រួយបារម្ភអី Luffy គឺបានមកដល់លើកោះមួយនេះបាត់ទៅហើយដល់ពេលនេះខាង Proganese វិញហ្នឹងគឺបានចាក់ចេញហើយដោយសារតែគាត់គឺបានជិះជាមួយនឹងត្រីហោះចាក់ចេញជាមួយនឹងក្រុមសម្ព័ន្ធមិត្តរបស់ពួកគាត់ដើម្បីទៅដល់សំពៅរបស់ពួកគាត់នឹងឯងនៅខាង Luffy កំពុងតែជួបគ្នាជាមួយនឹង Luffy ខ្លាំងៗបែក Luffy ខ្លាំងៗក៏និយាយដែរថាគាត់នឹងបង្រៀនមេរៀនហ្នឹងទៅដល់អាមនុស្សម្នាក់ហ្នឹងដែលបានដើរបុកគាត់ពីមុនហ្នឹងប៉ុន្តែនៅពេលជាមួយនឹងគ្នាហ្នឹងកូនចៅរបស់គេហ្នឹងគឺមិនស្ដាប់គេនៅឡើយ Karen Pa គឺបានបើកការវាយប្រហារទៅដល់ជាមួយនឹងទាហានជើងទឹកដតីទៀតមិនត្រឹមតែប៉ុណ្ណោះនោះទេមនុស្សយន្ត Pista ហ្នឹងគឺបានមកដល់ទីហ្នឹងផងដែរពួកគេគឺបានព្យាយាមស្វែងទៅរក Luffy ប៉ុន្តែនៅពេលដែលបាញ់ទៅហ្នឹងមិនមែនបាញ់ឲ្យ Luffy ពិតឯណាបាញ់ Luffy ខ្លាំងៗពួកគេគឺចាប់ផ្ដើមនាំគ្នាត្រៀមជើងរត់តែម្ដង Santo Maru ហ្នឹងគឺបានជួបគ្នាជាមួយនឹង Luffy ខ្លាំងៗក៏ដូចជាវាយទៅកាន់គេហើយ Santo Maru គឺបានឲ្យជាមួយនឹងមនុស្សយន្ត Pista របស់គេហ្នឹង scan ព្យាយាមស្វែងរក Luffy ពិតប្រាកដថា Luffy ពិតប្រាកដច្បាស់ជានៅក្បែរហ្នឹងនៅក្នុងចំណោមពួកគេ តែពេល Luffy បានចាត់ការជាមួយនឹងមនុស្សយន្តទាំងហ្នឹងហើយហ្នឹង Zoro និង Sanji គឺបានទៅដល់ជាមួយនឹង Luffy ផងដែរប៉ុន្តែគូម៉ាមួយគឺបានចេញទៅប៉ុន្តែត្រូវបានជាមួយនឹងអ្នកទាំងពីរវាយប្រហារទៅកាន់គេហើយនៅពេលនេះមនុស្សគ្រប់គ្នាគឺបានភ្ញាក់ខ្លួនហើយថានេះគឺជា Luffy Zoro Sanji ពិតប្រាកដ ក្រោយតែពេល Luffy បានស្រែកហៅជាមួយនឹង Riley ហើយហ្នឹងគាត់ក៏បាននិយាយដែរថាអរគុណសម្រាប់រយៈពេល 2 ឆ្នាំមុននេះនៅក្នុងការដែលបង្វឹកគេហ្នឹងឲ្យខ្លាចទៅជាមនុស្សដែលកាន់តែខ្លាំងជាងមុនអរគុណ Riley ខ្លាំងណាស់ Riley ខ្ញុំនឹងខ្លាចទៅជាស្ដេចនៃចោរសមុទ្រនៅថ្ងៃអនាគតឲ្យតតែបាន Riley គឺបានសម្លឹងមើលជាមួយនឹង Luffy នឹកឃើញជាមួយនឹងមិត្តចាស់របស់គាត់ដែលជា Goldie Roger ក្រោយមកហ្នឹង Riley ហ្នឹងគឺបាននឹកឃើញជាមួយនឹងអតីតកាលដែលគាត់ធ្លាប់បានបង្រៀនជាមួយនឹង Luffy គឺដូចជាឲ្យ Luffy បន្តដំណើរទៅមុខគាត់ក៏បានរៀបរៀងជាមួយនឹងទាហានជើងទឹកជាច្រើនដល់និយាយដែរថានរណាហ៊ានទៅឆ្លងកាត់ខ្សែទឹកហ្នឹងនឹងគាត់វាយប្រហារប៉ុន្តែនៅពេលហ្នឹងទាហានចាប់ផ្ដើមអស់សង្ឃឹមដោយសារតែនេះគឺជាស្នាដៃរបស់ Pirona នាងគឺបានបើកការវាយប្រហារទៅកាន់ទាហានដទៃទៀតគឺដូចជានិយាយថាឲ្យ Zoro ហ្នឹងកុំមិតខ្លាំងដាក់នាងខ្លាំងពេកនាងគឺមកជួយ Zoro តែប៉ុណ្ណោះចំណែក Pro ហ្នឹងគឺបានមកដល់សំពៅរបស់គាត់ហើយគាត់ក៏បាននិយាយដែរថាគាត់នឹងច្រៀងចម្រៀងឲ្យស្ដាប់ប៉ុន្តែជាដំបូងសុំមើល Leo របស់ Nami សិនប៉ុន្តែគ្មានតបានមើលអីទេត្រូវបាន Nami តត់មួយជើងឡើងប៉ឹងតែម្ដងក្រោយមក Luffy Sanji អីហ្នឹងគឺបានមកដល់ទីហ្នឹងផងដែរប៉ុន្តែនៅពេលជាមួយនឹងគ្នាហ្នឹងគឺឃើញថា Sanji សម្លឹងមើលជាមួយនឹងដើមទ្រូង Nami និង Robin ធ្វើឲ្យគេហ្នឹងចាប់ផ្ដើមឈាមច្រមុះតែម្ដងហើយ Luffy គិតតែពីសប្បាយជាមួយនឹងច្រមុះរបស់ Frankie នៃម៉ូតសក់ថ្មីចំណែកពេលហ្នឹងផងដែរទាហានជិះទឹកបានបើកការវាយប្រហារទៅកាន់សំពៅរបស់ពួកគេប៉ុន្តែត្រូវមានជាមួយនឹងសំពៅរបស់គូចាចេញមកជួយទាន់នេះគឺជា Hancock Luffy ក៏បាននិយាយណែនាំថានេះគឺជាមិត្តរបស់ពួកគេហើយគាត់ហ្នឹងគឺបែកគ្នារយៈពេល2ឆ្នាំដោយសារតែគាត់គឺបានស្ថិតនៅលើកោះគូចានឹងឯងហើយនេះគឺជា Hancock ដែលជាមិត្តរបស់គាត់ Frankie គឺព្យាយាមបើកជាមួយនឹងសំពៅរបស់ពួកគេដើម្បីព្យាយាមចាក់ចេញពីទីតាំងហ្នឹងខាង Usopp ឯនេះវិញហ្នឹងគាត់ក៏បានដឹងដែរថានៅពេលនេះហ្នឹងនៅលើកោះសាបឌីកំពុងតែមានសត្វធំៗបើកការវាយប្រហារជាមួយនឹងទាហានជើងទឹកនេះគឺជាមិត្តភក្តិរបស់គាត់ដែលនិយាយថាលាឲ្យ Usopp សំណាងល្អណាស់និយាយរួមទៅសមាជិករបស់ពួកគេគឺបានទៅដល់ទីតាំងផ្សេងៗគ្នាហើយអ្នកដែលនៅទីផ្សេងៗគ្នាហ្នឹងគឺបានព្យាយាមជួយទៅកាន់ក្រុមរបស់ Luffy ទាំងអស់គ្នានឹងឯងដែលនៅពេលជាមួយនឹងគ្នាហ្នឹង Luffy គឺបានដើរទៅដល់នៃកណ្ដាលនៃសំពៅរបស់គេហើយគាត់ក៏បានស្រែកដែរថាតោះធ្វើដំណើរដល់ទីបំផុតពួកគេគឺបានចូលទៅក្នុងសមុទ្រហើយខាង Santo Maru ហ្នឹងគឺបានចាប់ត្រឹមតែ Luffy ខ្លាំងៗតែប៉ុណ្ណោះគេគឺបានរាយការណ៍ជាមួយនឹងកម្លាំងវាយប្រហាររបស់ Zoro Luffy អីហ្នឹងពួកគេគឺកាន់តែខ្លាំងជាងមុនចំណែក Riley គឺបាននឹកឃើញជាមួយនឹងពេលវេលារបស់គាត់នៅជាមួយនឹង Goldie Roger ដំបងដូចជាឃើញ Luffy នៅពេលនេះអញ្ចឹងចំណែកបរិសុទ្ធដែលតែងតែខ្លាចហ្នឹងដែលជា Usopp គឺនៅតែខ្លាចដដែលចូលទៅខាងក្នុងហ្នឹងខ្លាចបណ្ដើជាមួយនឹងសត្វសមុទ្រដ៏ធំៗ Luffy ហ្នឹងគឺចង់ទៅញ៉ាំជាមួយនឹងសត្វដទៃទៀតក៏បានលុតតុំជ
ជាមួយនឹងពពុះដែលប៉ាត់ជំវិញនៅសំពើរបស់គេខាងសាន់ជីនឹងគឺឈាមច្រមុះទៀតហើយនិយាយរួមទៅសាន់ជីគឺឈាមតែច្រមុះដោយសារអីដោយសារតែគាត់ធ្លាប់ទៅលើកោះមនុស្សភេទទី3អញ្ចឹងអត់ដែលឃើញស្រីស្អាតទេនៅពេលដែលឃើញណាមីអីវិញហ្នឹងគឺចាប់ផ្ដើមឈាមច្រមុះអីនឹងឯងនៅទីបំផុតគឺនៅតែ Luffy អាចជួយបានក្រោយមកពួកគេគឺបានប្រជុំជាមួយនឹងគ្នាណាមីក៏និយាយអំពីរឿងរ៉ាវដែលថានៅពេលនេះបើពួកសត្វស៊ីខៀងដតីទៀតមកពួកគេគឺអាចបាញ់វាប្រហារពីខាងក្នុងទៅខាងក្រៅបានប៉ុន្តែបើសិនជាពួកសត្វដែលនឹងខាំច្បាស់ជាបែកសំពើទាំងមូលជាជាមិនខានហើយ Luffy និង Zoro ហ្នឹងគិតតែពីចង់ញ៉ាំបបួលគ្នាចេញទៅចាប់ត្រីដោយតែបានឃើញហើយអ្នកទាំងពីរគឺត្រូវបានជាមួយនឹងឧសភនិងឈប់ប៉ាវាយតែម្ដងហើយ Luffy និយាយថាកាបូបរបស់គេហ្នឹងមានសត្វតែអាហារពួកគេគឺអាចញ៉ាំជាមួយនឹងគ្នាប៉ុន្តែនៅពេលជាមួយនឹងគ្នាហ្នឹង Franky បាននិយាយថាតាមកាពិតទៅពួកគេទាំងអស់គ្នាហ្នឹងគឺត្រូវបានហាឈីការពារជាមួយនឹងសំពៅរបស់ពួកគេហើយណាមួយវិញទៀតគូម៉ាគឺបានការពារជាមួយនឹងពួកគេគ្រប់គ្នាដោយបញ្ជូនពួកគេហ្នឹងទៅទីតាំងខុសៗពីគ្នាអ្វីដែលសំខាន់នៅពេលដែលគាត់មកដល់ដំបងឡើយហ្នឹងគឺគាត់បានឃើញជាមួយនឹងគូម៉ាការពារទៅដល់សំពៅរបស់ពួកគេដែលគូម៉ាបាននិយាយថានៅពេលនេះបេសកកម្មរបស់គាត់បានសម្រេចហើយគាត់គឺបានដើរចេញទៅជាមួយនឹងរាងកាយរបស់គាត់កំពុងតែខូចខាតមូលហេតុដែល Franky ដឹងហ្នឹងគឺដោយសារតែ Royal បានប្រាប់ទៅដល់ Franky ថាគូម៉ាគឺបានបញ្ជូនពួកគេទៅទីតាំងខុសៗគ្នានិងឲ្យពួកគេវឹកហាត់ជាមួយនឹងទីតាំងដែលនៅផ្សេងៗពីគ្នាអីអញ្ចឹងទៅ Franky គាត់បានលើកឡើងដែរថាតាមកាពិតទៅគាត់បានទៅដល់កន្លែងវិសុទ្ធចាស់របស់ Dr. Vegapunk ក៏ដូចជាបានដឹងជាមួយនឹងរឿងរ៉ាវរបស់គូម៉ាបន្តិចបន្តួចតែនៅពេលជាមួយនឹងគ្នាហ្នឹងសំពៅរបស់ពួកគេកំពុងតែឃើញមានសំពៅមួយទៀតកំពុងតែតាមពីក្រោយគឺជាសំពៅរបស់ Karen Pa សាច់រឿងរបស់យើងគឺអត់មានសុំបញ្ចប់តែប៉ុណ្្នឹងសិន